មួយពូតត្រង់ទី1ខាងលើនឹងពូដាក់លើណាពូណាមានន័យថាសំពីងសំពងហើយបាទពូណានឹងមានជូនបានដឹកជូនអត់ទេបងវាទីពូហិចក្រែហ្នឹងហើយបន្លែក្នុង300គីឡូវាផ្ញើទៅមានថៃកើលើមុនគាត់ប្រាប់ខ្ញុំម្ដងថាកុំដាក់ស្ទីងពងពេកយើងនេះវាប៉ះពាល់ចឹងដែរពូដឹងថាលោកពូមានកំហុសអីលោកក្មួយប្រាប់ណាលោកពូណាចាលោកពូដឹកទំនិញខុសលក្ខណៈបច្ចេកទេសនិងតត្រង់ខុសលក្ខណៈបច្ចេកទេសចាអញ្ចឹងលោកពូទៅចូលរួមសហការដើម្បីទម្លាក់អីវ៉ាន់ចុះជាមួយដោះកាំងខាងក្រោយហើយកាំងត្រូវរក្សាទុកនាទីនេះណាលោកពូណាលោកពូនៅខេត្តណាដែរខ្ញុំស្វ័យរៀងបងខ្ញុំលោកពូមើលកំណត់ហេតុកិច្ចសន្យាហើយអត់មានផាកបនីទេគឺកំហុសលោកពូតកាំងខាងក្រោយនឹងដឹកទំនិញសំពីងសំពងខុសលក្ខណៈបច្ចេកទេសចាទី1ពូតត្រង់ទី1ខាងលើនឹងពូដាក់លើណាពូណាមានន័យថាសំពីងសំពងហើយបាទពូណាអញ្ចឹងលើកទី1នេះក៏គ្រាន់ជាកិច្ចសន្យាការណែនាំលោកពូណាទៀតឲ្យលោកពូដាក់ធ្វើចឹងទេឥឡូវមានគ្រោះថ្នាក់ចរាចរណ៍ពូដឹងស្រាប់ហើយណាចាការឡើងចរាចរណ៍មានការខ្លាំងណាស់ឥឡូវគឺពាក់ព័ន្ធជាមួយនឹងការដឹកសំពីងសំពងពិសាតទៅក្រោយហ្នឹងពូណាអញ្ចឹងលើកនេះមានន័យថាគេធ្វើការណែនាំលោកពូណាត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួមសហការជាមួយនឹងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកងរាជអាវុធហត្ថនិងមន្ទីរសាធារណការចុះធ្វើការអប់រំអំពីលក្ខណៈបច្ចេកទេសបងដាក់សំពីងសំពងហើយមួយទៀតបងតកតុយអញ្ចឹងក្រុមការងារយើងខ្ញុំធ្វើកិច្ចសន្យាអប់រំបងឲ្យបងរើអីវ៉ាន់ចេញហើយនឹងកាត់ក្រោយពេលនឹងហើយខ្ញុំនឹងអនុញ្ញាតឲ្យបងប្រកបមុខរបររកស៊ីជាធម្មតាបាទចូលមកគ្រប់ច្បាប់អូនដឹងតែខ្លួនឯងខុសអីណាចាគឺអូនបានតត្រង់ខុសលក្ខណៈបច្ចេកទេសអូនចូលរួមធ្វើកិច្ចសន្យាអប់រំណែនាំនៅនឹងកន្លែងហើយការដែលអូនដោះហើយនេះអូនអាចយកទៅបានអូនត្រូវទុកនៅនេះនោះណាចាកំហុសលើកទី1ធ្វើកិច្ចសន្យាអប់រំនៅនឹងកន្លែងលើកទី2អូនត្រូវចូលរួមផាកពិន័យណាអូនទទួលស្គាល់ណាចានេះសភៅច្បាប់ចរាចរណ៍អូនទៅមើលចានេះឯកសារអូនបងប្រកួតជូនវិញណាចានេះប៉ុណ្ណឹងឯងចា